បញ្ហាទី3គឺបញ្ហាកម្ពុជាបញ្ជូនទៅ ICJ គឺទៅតុលាការយុត្តិធម៌អន្តរជាតិវាជាការកប់ជួនណាស់កាលពី63ឆ្នាំមុនគឺនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962គឺ63ឆ្នាំមុនគឺពីម្សិលគឺបកូនណាព្រះបិតាប្រងបានយកឈ្នះនៅតុលាការក្តីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីការបរទេសកម្ពុជាប្រាក់សុខុតក៏បានចុះហត្ថលេខាបញ្ជូនទៅ ICJ គឺចំថ្ងៃដដែលវាជាការកប់ជួនតែនេះគឺជាលិខិតដែលបញ្ជូនចេញហើយសំណុំរឿងដទៃទៀតនឹងបញ្ជូនតាមក្រោយហេតុអីបានយើងត្រូវយកបញ្ហានេះទៅ ICC ចំណុចនេះដោយសារតែភាគីទាំងពីរមិនអាចចុះសម្រុកគ្នាបានទេនៅអាតំបន់ទាំង4ហ្នឹងអត់ចុះសម្រុកគ្នាបានទេបើភាគីទាំងពីរមិនអាចរកឃើញនៅការចុះសម្រុកគ្នាជំរឿសរបស់យើងត្រូវយកជំរឿសសន្តិភាពនិងជំរឿសនៃការអនុវត្តច្បាប់អន្តរជាតិសន្តិភាពទាំងពីរនោះសុទ្ធតែសន្តិភាពទាំងអស់យន្តការទ្វេភាគីនៃការចរចាក៏សន្តិភាពយន្តការចូលទៅក្នុងតុលាការក៏សន្តិភាពមិនមែនបានសក្តិថាបញ្ជូនសំណុំរឿងទៅកាន់តុលាការអន្តរជាតិគឺជាការបង្កសង្គ្រាមឬបង្កើតសង្គ្រាមទេណាបង្កើតសង្គ្រាមទេវាច្បាស់លាស់ហើយសូម្បីតែក្នុងប្រមាណថ្ងៃកន្លងទៅវាគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគេចង់វាយគ្នាជាជាងទៅរកសន្តិភាពតាមរយៈតុលាការតែគេថាបើចង់បានដីហ្នឹងចង់បានកន្លែងហ្នឹងគឺត្រូវវាយគ្នាកម្ពុជាមិនមែនខ្វះអាវុធឬខ្វះកម្លាំងដើម្បីវាយគ្នាទេតែកម្ពុជាមិនចង់វាយគ្នាទេកម្ពុជាបញ្ជាក់ពីឆន្ទៈរបស់ខ្លួនមានកម្លាំងទប់ទល់ជាមួយនឹងយថាហេតុទាំងអស់ប៉ុន្តែខ្លួនមិនចង់វាយអ្នកណាទាំងអស់ត្រឹមតែមកការពារទឹកដីរបស់ខ្លួនទេហើយតំបន់ទាំង4នេះព្រំដែនជាង8គីឡូម៉ែត្រប៉ុន្តែតំបន់4នេះគឺតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីគឺមិនអាចរកការស្រុកស្រួលគ្នាបានទេទ្វេភាគី100ឆ្នាំទៀតឬ200ឆ្នាំទៀតក៏វាមិនចប់ដែរហើយនឹងវាជាងាយជាមូលហេតុនៃការផ្ទុះសង្គ្រាមរវាងជាតិសាសន៍ទាំងពីរប្រទេសទាំងពីរដូច្នេះហើយបានជាយើងជ្រើសរើសយកដំណោះស្រាយសន្តិភាពតាមរយៈនៃការចរចានិងតាមរយៈនៃការអនុវត្តច្បាប់ហើយខ្ញុំសង្ឃឹមថាប្រទេសលើពិភពលោកដែលកំពុងតែអនុវត្តនៅនយោបាយតាមគោរពច្បាប់អន្តរជាតិដោយជៀសវាងការមិនប្រើកម្លាំងឬគំរាមប្រើប្រាស់កម្លាំងនិងគាំទ្រដល់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយសន្តិភាពតាមរយៈការចរចាទ្វេភាគីនិងតាមរយៈនៃយន្តការតុលាការអ្នកណាក៏ដោយដែលគិតវេះពីតុលាការមានន័យថាខ្លួនមានពិរុទ្ធភាពនិយាយតាមត្រង់មួយបែបគឺមានតែចោលទេដែលវាខ្លាចតុលាការណា
បើយើងមានភាពបរិសុទ្ធមិនត្រូវខ្លាចតឡាការទេមិនត្រូវខ្លាចតឡាការទេឧទាហរណ៍នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានល្អបំផុតហើយគឺម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដឹកដៃគ្នាទៅតុលាការសិង្ហបុរីនិងម៉ាឡេស៊ីដឹកដៃគ្នាទៅតុលាការការដោះស្រាយបែបនេះគឺវាជាវិធីដោះស្រាយដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសមួយជៀសផុតពីគំនាបរបស់មហាជនរដ្ឋាភិបាលមួយមិនអាចទៅចង្អុលថាខ្ញុំដកថយខ្ញុំបកគលអានេះឲ្យអ្នកឯងមិនអាចទៅនិយាយចឹងបានទេប៉ុន្តែបើតុលាការកាត់ក្តីមកគឺយើងទទួលការគោរពចំពោះសាលិកាតុលាការនេះយើងបញ្យល់ប្រជាពលរដ្ឋរបស់យើងថាតុលាការគេបានរកឃើញនៅចំណុចវាបែបនេះអញ្ចឹងយើងត្រូវទៅលះបង់អាកន្លែងហ្នឹងទៅណាចឹងវិធីវាជាល្អបើវាយទឹកគ្នាតើសាច់ឈាមអស់ប្រមាណអញ្ចឹងខ្ញុំគិតថាបណ្ដាប្រទេសអំពាវនាវបណ្ដាប្រទេសដែលមិនចង់ឲ្យមានសង្គ្រាមហើយចង់ឲ្យរកដំណោះស្រាយដោយសន្តិវិធីគ្រប់គ្រងទៅដល់ដំណើរការដែលកម្ពុជានាំរឿងក្តីនេះទៅកាន់តុលាការអន្តរជាតិ800 គីឡូម៉ែត្រជាតិយើងយកតែចំណុច4ចំណុចទេយកទៅដោះស្រាយមិនមែនបានទៅគេថា4ចំណុចនេះយើងចាត់ទុកថាដីស្មើនឹង50 គីឡូម៉ែត្រទៅចុះយើងថាប៉ុណ្្នឹងទៅចុះវាមិនដល់ផងប៉ុន្តែនៅសល់700 ម៉ែត្រគីឡូម៉ែត្រជាទៀតគឺយន្តការទ្វេភាគីយន្តការទ្វេភាគីនេះគឺជាការលើកឡើងការជូនព័ត៌មានហើយយើងមិនដកថយទេមិនដកថយទេហើយខ្ញុំសង្ឃឹមថាមានតែយន្តការនេះទេហើយយើងកុំខ្លាចប្រសិនបើយើងគឺមានភាពសុចរិតគ្រប់គ្រាន់មានភាពសុចរិតគ្រប់គ្រាន់យើងហ៊ានឡើងតុលាការយើងហ៊ានឡើងតុលាការអ្នកដែលមិនហ៊ានទៅឡើងតុលាការទេគឺជាអ្នកដែលខ្លាចហើយមានអាចកំបាំងនយោបាយមានអាចកំបាំងអ្វីនៅពីក្រោមហើយនេះគេកាន់តែបញ្យល់បានថាហេតុអីបានជាហ៊ុនសែនកាលពេលនៅធ្វើនាយករដ្ឋមន្ត្រីបញ្ជាទៅក្រសួងការបរទេសនិងទំនាក់និងបញ្ជាទៅតំណាងអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបោះឆ្នោតប្រឆាំងរុស្ស៊ីក្នុងការវាយលុកចូលអ៊ុយក្រែនយើងបានព្យាករណ៍ដឹកទុកជាមុតទៅហើយហ៊ុនសែនអាចមើលធ្លុះសភាពការព្រោះស្ថានភាពវាបានកើតពិតប្រាកដរួចកើតពិតប្រាកដហើយវានឹងកើតជាបន្តទៀតដូច្នេះបានជាយើងត្រូវប្រកាន់យកអេរិយាបថជាការអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ដែលក្នុងនោះដោះស្រាយដោយសន្តិវិធីមិនប្រើប្រាស់កម្លាំងឬមិនគំរាមប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋដទៃក្នុងចំនួនដោះស្រាយចំនួននេះហើយគឺជាសារហើយក៏សូមបញ្ជាក់អំពាវនាវចំពោះបងប្អូនក្រុមគ្រួសារនៅក្នុងប្រទេសដែលមានកូនចៅបងប្អូនសាច់ញាតិនៅក្នុងប្រទេសថៃជួយបង្កលក្ខណៈហៅត្រឡប់មកវិញរថយន្តស្អីមិនពិបាកទេក្នុងការដឹកជញ្ជូនហើយក្នុងរយៈអន្តរកាលនេះគឺ
រាជរដ្ឋាភិបាលគួរតែត្រូវខិតខំដើម្បីធ្វើម៉េចឲ្យបងប្អូននេះមានស្ថិរភាពជីវភាពព្រោះមកពីនោះមិនអាចស្ពីងកមកបានទេដូច្នេះការគុតគង់កឲ្យជាព្រីអីមួយចំនួនទៅកាត់បងប្អូនអាចទៅរួចមិនមែនធ្វើទៅមិនរួចទេណាធ្វើទៅមិនរួចទេយើងមិនយកតែខ្ញុំក៏សូមអំពាវនាវសូមកុំឲ្យពលរដ្ឋខ្មែរយើងមានចរិតជ្រុលនិយមដោយនៅទីក្រុងបាងកកដែលយកខ្មែរធ្វើជាសត្រូវដែលដឹកនាំដោយសិទ្ធិលំតគុលដែលកាលពីមុនក៏អញ្ចឹងហើយឥឡូវនេះនៅបន្តអញ្ចឹងសិទ្ធិលំតគុលលោកឯងស្គាល់ហ៊ុនសែនច្បាស់ពីមិនតន់ច្បាស់ពីមុនឥឡូវប្រហែលជាសូម្បីតែហ៊ុនសែនដកខ្លួនចេញពីនាយករដ្ឋមន្ត្រីប៉ុន្តែហ៊ុនសែនឈររឹងមាំនៅក្នុងអំណាចនៅកម្ពុជាសូមតែឲ្យកុំភ័ន្តច្រឡំហ៊ុនសែនមិនតន់អស់អំណាចនៅឡើយទេណាហើយអ្នកឯងត្រូវស្គាល់គោរពងារដៃគូដែលព្រះមហាក្សត្របបរិជាទានអ្នកកុំចង់ប្រហើនជាមួយកម្ពុជាហើយមើលស្រាលចំពោះកម្ពុជាហ៊ុនសែនបានគ្រប់គ្រងប្រទេសនេះចូលរួមចំណែកគ្រប់គ្រងប្រទេសនេះថាអញ្ចឹងទៅចុះរយៈពេល47ឆ្នាំហើយអ្នកល្មមដឹងថាតើហ៊ុនសែនជានរណាពិតប្រាកដហើយចតុភ័ណ្ឌព្រំផាន់ដែលកន្លងទៅធ្លាប់មកជ្រកកោននៅកម្ពុជាទៅចូលដៃជាមួយសិទ្ធិលំតគុលថ្នាក់ត្រង់សម្ដីបន្តិចអាក្មួយអាប្អូនពីដើមណែឯងអាល់កុហមរត់មកជ្រកកោននៅទីនេះឥឡូវចាប់ផ្ដើមវាយប្រហារមកកម្ពុជាសូមថ្នាក់ត្រង់សម្ដីបន្តិចណាស្គាល់សមត្ថភាពរបស់ហ៊ុនសែនច្បាស់ណែឯងស្របមកជ្រកកោននៅជាមួយខ្ញុំឲ្យបាយណែឯងស៊ីខ្ញុំចំណែឯងប៉ុន្តែពេលនេះរឿងណែឯងស្ដាប់ស្អែកជឿនខ្ញុំមិនខ្វល់ទេប៉ុន្តែរឿងស្អីដែលឯងមកវាយប្រហារកម្ពុជាមកវាយប្រហារកម្ពុជាខ្ញុំក្រំតែទូនមានណែឯងទេពេលមុនណែឯងធ្លាប់និយាយថាវាយចូលសៀមរាបហើយយកអង្គរវត្តហើយដោះដូរជាមួយប្រាសាទព្រះវិហារកម្ពុជាមិនមែនជាជ័យសម្រាប់ងាយស្រួលទទួលទានទេណែឯងមើលកម្ពុជាខុសហើយផន់ច្រឡំកម្ពុជាចំណន់ដឹកនាំដោយព្រះបាទនរោត្តមសីហមុនីជាមហាក្រាបគ្រងរាជកម្ពុជាចំណន់ដឹកនាំដោយហ៊ុនសែននិងកម្ពុជាពេលនេះដឹកនាំដោយហ៊ុនម៉ាណែតអមដោយអិសរាជជនទាំងរដ្ឋសភាទាំងព្រឹទ្ធសភាកម្លាំងប្រវត្តិនិងជាតិទាំងមូលរួមគ្នាដើម្បីប្រឈមមុខជាមួយសភាពការនេះយើងមិនចង់ឲ្យអាស៊ានឈឺក្បាលចំពោះយើងទេយើងមិនចង់និយាយទៅក្នុងបញ្ហានេះប៉ុន្តែនៅពេលដែលប្រជុំអាស៊ានខ្ញុំដឹងថានាយករដ្ឋមន្ត្រីកម្ពុជានឹងនិយាយហើយបើសិនជានឹងនិយាយហើយយើងនឹងនិយាយទៅកាន់បរទេសនេះបើសិនជាលើកទឹកចិត្តឲ្យអនុវត្តវាយគ្នាមិនចាំបាច់ទេប៉ុន្តែបើលើកទឹកចិត្តឲ្យដោះស្រាយដោយសន្តិវិធីតាមយន្តការទ្វេគីនិងយន្តការតាមផ្លូវច្បាប់នៅតុលាការអន្តរជាតិយើងស្វាគមន៍ហើយយើងសង្ឃឹមថាមិត្តភក្តិបរទេសនឹងទទួលយកនៅសំណូមពររបស់យើងព្រោះយើងមិនតែបានសុំទៅសុំអាវុធយុទ្ធភ័ណ្ឌយកមកវាយគ្រាទេយើងសុំឲ្យតែគ្រប់គ្រងដោះស្រាយដោយសន្តិវិធី
តាមផ្លូវយន្តការទ្វេភាគីនិងផ្លូវតុលាការអន្តរជាតិតែប៉ុណ្ណោះតាមផ្លូវតុលាការអន្តរជាតិតែប៉ុណ្ណោះហើយយើងសូមសរសើរចំពោះគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរដែលបានចរចាទោះបីលទ្ធផលមិនតាន់បានតាន់រហ័សក៏ប៉ុន្តែយើងសង្ឃឹមថាយន្តការនេះនឹងបន្តការដោះស្រាយទៅលើព្រំដែនគោកតាមអនុសារណៈយោគយល់គ្នាឆ្នាំ2000ដែលក្នុងនោះមានការកំណត់នៃការប្រើប្រាស់ផែនទីត្រឹមត្រូវផែនទីឯកតោភាគីណាមួយមិនត្រូវបានទទួលស្គាល់នោះទេលុះត្រាតែផែនទីនោះវាស្របជាមួយផែនទីគោលដែលកំណត់ដោយកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ1907ហើយដែលតុលាការដែលផែនទីនោះត្រូវបានប្រើប្រាស់ជាហូរហែរហូតដល់តុលាការអន្តរជាតិឡាអេបានយកមកកាត់ក្តីនៅក្នុងឆ្នាំ1962ដូច្នេះផែនទីណាខុសពីនឹងយើងអត់ទទួលស្គាល់ទេរឿងរ៉ាវប្រើផែនទីខុសគ្នានេះហើយគឺជារឿងរ៉ាវដែលនាំទៅដល់ជម្លោះយើងប្រើផែនទីស្របច្បាប់តាមការទទួលស្គាល់ជាអន្តរជាតិហើយតាមរយៈនៃកិច្ចព្រមព្រៀងបារាំងសៀម1907នោះឯងប៉ុន្តែការប្រើផែនទីផ្សេងពីនេះគឺយើងមិនទទួលស្គាល់ទេ